អភិបាលខេត្តតាកែវអាយដាមវ័យសំណាងបានកំណត់យកថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ដើម្បីបើកការដ្ឋានសាងសង់ប្រាសាទកណ្ដាលបឹងតាកែវដែលស្ថិតនៅក្នុងសង្កាត់រកាក្នុងក្រុងដុនកែវក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ប្រាសាទនៅព្រឹកថ្ងៃអង្គារអាយដាមវ័យសំណាងបានផ្ដល់ការណែនាំមន្ត្រីបច្ចេកទេសនិងក្រុមការងារសិក្សាគម្រោងត្រូវធានាឲ្យបាននៅរាល់បទដ្ឋានបច្ចេកទេសសាងសង់ជាពិសេសត្រូវថែរក្សាឲ្យបាននៅទម្រង់រចនាបថបុរាណដើម្បីឲ្យសំណង់នេះមានតម្លៃសិល្បៈស្ថាបត្យកម្មខ្មែរពិតៗនិងរឹងមាំយូរអង្វែងឯកឧត្តមអភិបាលខេត្តតាកែវបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាប្រាសាទកណ្ដាលបឹងតាកែវនេះនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយក្នុងការជួយលើកស្ទួយសម្រស់ក្រុងដូនកែវឲ្យកាន់តែមានភាពទាក់ទាញវាមិនត្រឹមតែជាកន្លែងគោរពសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែវានឹងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកលេងកម្សាន្តកាន់តែច្រើនដែលជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាននិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែប្រសើរឡើងសូមបញ្ជាក់ថាគម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះគឺជាគំនិតដូចដើមរបស់រដ្ឋបាលខេត្តតាកែវដោយទទួលបានការគាំទ្រនិងចូលរួមបច្ចេកវិទ្យាពីសប្បុរសជននានាជិតឆ្ងាយសំណង់នេះបានសាងសង់ឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវក៏ដូចជាទុកជាមរតកវប្បធម៌សម្រាប់មហាជនគោរពសក្ការៈបូជាទៅថ្ងៃអនាគតគម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះសាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំដោយមានការបិទនិងការលម្អដោយថ្មភក់ប្រកបដោយភាពផ្ចិតផ្ចង់ប្រាសាទមានរាងចតុកោណដែលមានបណ្ដោយ 6.56 ម៉ែត្រនិងទទឹង6ម៉ែត្រចំណែកឯកម្ពស់សរុបឡើងដល់9ម៉ែត្របំពាក់ដោយដំបូលជ្រុងក្រឡូងតាមលក្ខណៈបុរាណនិងបញ្ចប់ដោយកំពូលប្រាសាទមានរូបជាក្រពុំផ្កាឈូកនិងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជាក្រពុំផ្កាឈូកដែលជានិមិត្តរូបនៃភាពបរិសុទ្ធនិងភាពរីកចម្រើន